សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះអ្នកនឹងរៀនពីរបៀបនិងកន្លែងដែលត្រូវជួញដូររូបិយប័ណ្ណ Digital នាពេលអនាគតសម្រាប់អ្នកចាប់ផ្ដើមដំបូងនិងរបៀបទទួលបានប្រាក់រង្វាន់ចុះឈ្មោះនិងរបៀបបើកការជួញដូរនាពេលអនាគតដំបូងរបស់អ្នកខ្ញុំនឹងព្យាយាមពន្យល់អ្វីគ្រប់យ៉ាងឆាប់រហ័សនិងសាមញ្ញសម្រាប់អ្នកចាប់ផ្ដើមដំបូង Binance គឺជាជម្រើសដ៏ល្អបំផុតវាផ្ដល់ជូននូវជម្រើសឧបករណ៍ជួញដូរយ៉ាងទូលំទូលាយបំផុត Binance គឺជាវេទិកាដ៏មានអានុភាពនិងអាចទុកចិត្តបានដែលផ្ដល់ជូនអ្នកចាប់ផ្ដើមដំបូងនូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការសម្រាប់ការចាប់ផ្ដើមដោយមានទំនុកចិត្តភាពសាមញ្ញសុវត្ថិភាពសាច់ប្រាក់និងសមត្ថភាពក្នុងការរីកចម្រើនបន្តិចម្ដងពីការទិញរូបិយប័ណ្ណ Digital សាមញ្ញរហូតដល់ប្រតិបត្តិការហិរញ្ញវត្ថុស្មុគស្មាញជាងនេះលើសពីនេះ Binance គឺជាការផ្លាស់ប្ដូររូបិយប័ណ្ណ Digital លេខ1ទូទាំងពិភពលោកយកចិត្តទុកដាក់ប្រាក់រង្វាន់ត្រូវបានធ្វើឲ្យសកម្មនៅពេលអ្នកចុះឈ្មោះគណនីថ្មីដូច្នេះសូមអនុវត្តតាមការណែនាំនៅក្នុងវីដេអូប្រសិនបើអ្នកបានបង្កើតគណនីរួចហើយអ្នកអាចលុបវាចោលហើយបង្កើតគណនីថ្មីដូចដែលបានបង្ហាញនៅក្នុងវីដេអូនេះដើម្បីធានាថាប្រាក់រង្វាន់ cashback របស់អ្នកសកម្មប្រសិនបើអ្នកមិនមានគណនីទេចូលយើងបន្តទៅការចុះឈ្មោះយើងចូលទៅកាន់គេហទំព័រផ្លាស់ប្ដូរ Binanceចូលទៅកាន់ទម្រង់ចុះឈ្មោះបញ្ចូលអ៊ីមែលរបស់អ្នកបន្ទាប់មកអ្នកត្រូវផ្ទៀងផ្ទាត់ថាអ្នកជាមនុស្សបន្ទាប់មកអ្នកត្រូវបញ្ជាក់អ៊ីមែលរបស់អ្នកដោយប្រើលេខកូដដែលនឹងត្រូវបានផ្ញើទៅកាន់អាសយដ្ឋានអ៊ីមែលរបស់អ្នកដែលអ្នកទើបតែបានបញ្ជាក់បន្ទាប់អ្នកត្រូវរកពាក្យសម្ងាត់បន្ទាប់មកជំហានដ៏សំខាន់មួយនៅលើទំព័រនេះអ្នកត្រូវបញ្ចូលលេខកូដប្រាក់រង្វាន់ដែលនឹងស្ថិតនៅក្នុងការពិពណ៌នានៅក្រោមវីដេអូលេខកូដនេះនឹងផ្ដល់ឲ្យអ្នកនូវប្រាក់រង្វាន់20ក្នុងអំឡុងពេលជួញដូរភ្លាមបន្ទាប់ពីនេះអ្នកនឹងត្រូវផ្ទៀងផ្ទាត់គណនីរបស់អ្នកកុំបារម្ភវាជាដំណើរការរហ័សនិងងាយស្រួលនៅពេលដែលបានផ្ទៀងផ្ទាត់ហើយគណនីជួញដូររបស់អ្នកនឹងត្រូវបានធ្វើឲ្យសកម្មហើយអ្វីដែលនៅសល់គឺគ្រាន់តែបញ្ចូលទឹកប្រាក់ទៅក្នុងសំតុលរបស់អ្នកហើយចាប់ផ្ដើមជួញដូរនាពេលអនាគតដើម្បីបញ្ចូលទឹកប្រាក់របស់អ្នកសូមចុចប៊ូតុង Deposit ហើយជ្រើសរើសវិធីបញ្ចូលទឹកប្រាក់ដែលងាយស្រួលវាជាការល្អបំផុតក្នុងការប្រើពីនៅទីនេះអ្នកត្រូវចង្អុលបង្ហាញចំនួនទឹកប្រាក់ជាដុល្លារហើយជ្រើសរើសវិធីបង់ប្រាក់ដែលងាយស្រួលសម្រាប់អ្នកពីជម្រើសដែលបានរាយខាងក្រោមសូមពិចារណាមិនត្រឹមតែអត្រាប្តូរប្រាក់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងចំណាត់ថ្នាក់ផងដែរបន្ទាប់មកអ្នកត្រូវជ្រើសរើសជម្រើសដែលស័ក្តិសមនឹងអ្នកហើយចុច Buy Astro Tether គឺជា stablecoin ដ៏ធំបំផុតដែលត្រូវបានភ្ជាប់មួយទៅនឹងប្រាក់ដុល្លារអាមេរិកនិងបម្រើជាសម្មូល Digital របស់វាយើងនឹងត្រូវការ S ដើម្បីទិញនិងលក់កិច្ចសន្យានាពេលអនាគតដូចដែលបានបង្ហាញនៅពេលក្រោយក្នុងវីដេអូបន្ទាប់ពីចុច Buyអ្នកនឹងត្រូវបំពេញការទូទាត់តាមការណែនាំដែលងាយស្រួលយល់ខ្ញុំនឹងមិនធ្វើបែបនេះឥឡូវនេះទេព្រោះខ្ញុំមាន S នៅក្នុងសំតុលឲ្យរបស់ខ្ញុំរួចហើយជាចុងក្រោយកុំភ្លេចចុច Transfer Notify Seller នៅពេលដែលអ្នកលក់បញ្ជាក់ពីការទទួលបានការទូទាត់មូលនិធិនឹងត្រូវបានបញ្ចូលទៅក្នុងគណនីរបស់អ្នកនៅពេលដែល S មកដល់គណនី Funding របស់អ្នកនឹងត្រូវផ្ទេរវាទៅគណនីអនាគតរបស់អ្នកដើម្បីធ្វើដូចនេះសូមចូលទៅកាន់ផ្នែកជួញដូរនាពេលអនាគតស្វែងរកប៊ូតុង Transfer បន្ទាប់មកសូមជ្រើសរើសកន្លែងដែលត្រូវផ្ទេរពី Funding និងកន្លែងណា Custom Features ប៉ុណ្ណឹងហើយមូលនិធិរបស់អ្នកឥឡូវនេះស្ថិតនៅក្នុងគណនីអនាគតរបស់អ្នកហើយឥឡូវនេះអ្នកអាចធ្វើការជួញដូរលើកដំបូងរបស់អ្នកបានហើយចូលយើងទិញអនាគត Bitcoin ខ្ញុំនឹងបង្ហាញអ្នកពីឧទាហរណ៍សាមញ្ញបំផុតដំបូងយើងត្រូវជ្រើសរើសអានុភាពយើងជ្រើសរើសអានុភាព 2K ព្រោះអានុភាពកាន់តែទាបឱកាសនៃការខាតបង់ប្រាក់ទាំងអស់របស់យើងកាន់តែទាបឥឡូវនេះយើងត្រូវសម្រេចចិត្តថាតើត្រូវបើកទីតាំងឡើងលើឬចុះក្រោមចូលយើងបើកទីតាំងវែងមានន័យថាយើងសន្មតថា Bitcoin នឹងកើនឡើងហើយយើងនឹងរកប្រាក់ចំណេញឥឡូវនេះយើងត្រូវបញ្ជាក់តម្លៃដែលយើងនឹងទិញដើម្បីភាពងាយស្រួលសូមចុចលើតម្លៃដែលមានជ្រើសរើសបរិមាណ100ដើម្បីទទួលបានអានុភាពពេញលេញនៃទីតាំងជាមួយអានុភាព2ហើយចុច Buy Long ប៉ុណ្ណឹងហើយការជួញដូររបស់យើងបើកហើយបន្ទាប់ពីមួយរយៈយើងឃើញថាតម្លៃបានកើនឡើងហើយឥឡូវនេះយើងត្រូវបិទទីតាំងរបស់យើងហើយចាក់សោប្រាក់ចំណេញរបស់យើងដើម្បីធ្វើដូចនេះសូមចុចប៊ូតុង Market សូមអបអរសាទរអ្នកបានចាក់សោប្រាក់ចំណេញរបស់អ្នកហើយនេះជាសេចក្តីសន្និដ្ឋាននៃវីដេអូនេះ
ហើយប្រសិនបើអ្នកមានសំណួរណាមួយសូមទុកមតិយោបល់ហើយខ្ញុំនឹងព្យាយាមជួយលាហើយអ្នកទាំងអស់គ្នា